តើការញ៉ាំកាហ្វេច្រើនឬក៏សារធាតុរបស់កាហ្វេពិតជាធ្វើឲ្យស្បែករបស់យើងខ្មៅពិតមែនឬអត់សម្រាប់បងប្អូនដែលកំពុងស្វែងរកម៉ាស៊ីនចម្រោះទឹកដែលមានគុណភាពខ្ពស់នេះជាម៉ាស៊ីនចម្រោះទឹក Mediset មានធាតុតម្រង់ចំនួន5មិនប្រើប្រាស់អគ្គិសនី1នាទីអាចចាស់ទឹកបានរហូតដល់1លីត្រគឺជាទឹកដែលមានសារធាតុ pH និងជាតិរ៉ែគ្រប់គ្រាន់បងប្អូនចំណាយត្រឹមតែ$229និងទទួលបានម៉ាស៊ីនមួយគ្រឿង free ដំឡើងជូនដល់ផ្ទះមានការធានា2ឆ្នាំទាក់ទងទៅនឹងសារធាតុពណ៌សម្បុរស្បែករបស់យើងគឺមានសារធាតុម្យ៉ាងដែលមានឈ្មោះថា melanin សារធាតុ melanin នេះគឺជាសារធាតុមួយដែលបានធ្វើការគ្រប់គ្រងទៅលើពណ៌សម្បុរស្បែករបស់យើងទៅលើពណ៌សក់ក៏ដូចជាកែវភ្នែករបស់យើងអញ្ចឹងបើសិនជារាងកាយរបស់យើងមានសារធាតុ melanin ច្រើនសម្បុរស្បែករបស់យើងគឺនឹងពណ៌ខ្មៅប៉ុន្តែបើសិនជាបងប្អូនឃើញស្បែកអ្នកដែលសហ្នឹងគឺបានន័យថាសារធាតុ melanin លើរាងកាយរបស់គាត់ហ្នឹងគឺមានតិចអញ្ចឹងទាក់ទងទៅនឹងសារធាតុរបស់កាហ្វេវិញតើការញ៉ាំកាហ្វេច្រើនហ្នឹងវាអាចធ្វើឲ្យពណ៌សម្បុរស្បែករបស់គាត់ប្ដូរពីសទៅជាខ្មៅពិតមែនឬអត់តកតងទៅនឹងកន្លែងទៅនេះគឺអត់ទាន់មានការសិក្សាស្រាវជ្រាវណាមួយដែលគេបញ្ជាក់បាន 100% ថាសារធាតុរបស់កាហ្វេអ៊ីនគឺធ្វើឲ្យសារធាតុរបស់ melanin គឺមានការកើនឡើងនោះទេអញ្ចឹងយើងនិយាយសួរស្ដាប់មានន័យថាសារធាតុរបស់កាហ្វេគឺវាអត់បានធ្វើឲ្យពណ៌សម្បុរស្បែករបស់យើងប្រែប្រួលទេក៏ប៉ុន្តែនៅក្នុងនោះគឺមានផលប៉ះពាល់មួយចំនួននៅពេលដែលបងប្អូនទាំងអស់គ្នាញ៉ាំកាហ្វេដែលជាផ្នែកមួយប៉ះពាល់ទៅកាន់សម្រស់របស់បងប្អូនចំណុចទី1ការផឹកកាហ្វេច្រើនខ្លាំងពេកគឺធ្វើឲ្យស្បែករបស់យើងខ្សោះជាតិទឹកបងប្អូនដឹងហើយថាសារធាតុរបស់កាហ្វេគឺវាបានទៅធ្វើឲ្យយើងនោមញឹកអញនិយាយសួរស្ដាប់គឺបញ្ចុះទឹកនោម dehydrate ចឹងទៅអញ្ចឹងនៅពេលដែលយើងញ៉ាំកាហ្វេច្រើនខ្លាំងគឺវាអាចធ្វើឲ្យស្បែករបស់យើងឆាប់ស្ងួតស្រអាប់ហើយវាអត់ស្រស់ថ្លាទេអញ្ចឹងកាលណាតែយើងញ៉ាំកាហ្វេគឺយើងចាំបាច់ត្រូវតែញ៉ាំទឹកឲ្យបានច្រើនដើម្បីកុំឲ្យស្បែករបស់យើងគឺជួបបញ្ហាខ្សោះជាតិទឹកទី2ការញ៉ាំកាហ្វេច្រើនខ្លាំងពេកគឺធ្វើឲ្យធ្មេញរបស់យើងលឿងធ្មេញគឺជាមុនស្នេហ៍មួយមិនថាតែបរិសុទ្ធឬក៏ស្ត្រីទេនៅពេលដែលមានធ្មេញសស្អាតគឺនៅពេលដែលយើងសើចទៅគឺមានភាពជឿជាក់ក៏ប៉ុន្តែនៅពេលដែលយើងញ៉ាំកាហ្វេច្រើនពេកអាសារធាតុរបស់កាហ្វេអ៊ីននេះគឺវាកានហើយវាធ្វើឲ្យធ្មេញរបស់យើងគឺប្រែពីពណ៌សទៅជាពណ៌លឿងចំណុចទី3អ្នកខ្លះគឺគាត់និយមនៅក្នុងការផឹកពពួកកាហ្វេដែលមានដាក់ទឹកដោះគោច្រើនឬក៏ជាតិស្ករខ្ពស់នៅត្រង់កន្លែងទៅនេះគឺជាបញ្ហាមួយដែលអាចធ្វើឲ្យបងប្អូនទាំងអស់គ្នាជួបជាមួយនឹងបញ្ហាឡើងមុនអញ្ចឹងបងប្អូនខ្លះគាត់លើកឡើងថាការផឹកកាហ្វេហ្នឹងពិតជាធ្វើឲ្យយើងឡើងមុនមែនអត់វាទាក់ទងទៅនឹងទឹកដោះគោវាមិនមែនដោយសារតែសារធាតុកាហ្វេអ៊ីននឹងទាំងស្រុងទេប៉ុន្តែដោយសារតែទឹកដោះគោហើយនឹងកម្រិតជាតិស្ករដែលបងប្អូនទាំងអស់គ្នាដាក់ចូលទៅក្នុងកាហ្វេមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលដែលយើងផឹកកាហ្វេដែលមានរសជាតិផ្អែមខ្លាំងពេកគឺជាផ្នែកមួយដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាប្រឈមមុខជាមួយនឹងការឡើងទម្ងន់ផងដែរចំណុចទី4នោះគឺការផឹកកាហ្វេអំឡុងពេលដែលយើងមករដូវចំពោះស្រីគឺអាចធ្វើឲ្យរដូវរបស់គាត់រអាក់រអួលមកមិនទៀងអ្វីដែលសំខាន់ហ្នឹងគឺអាចនឹងធ្វើឲ្យគាត់មានបញ្ហាចុកពោះខ្លាំងផងដែរដោយសារតែសារធាតុរបស់កាហ្វេអ៊ីនគឺជាផ្នែកមួយដែលរៀងទៅដល់ការមករដូវរបស់ស្រីរំខានទៅដល់ដំណេករបស់ស្រីហើយអាចធ្វើឲ្យកម្លាំងរបស់គាត់រៀងថមថយជាងមុនចំពោះចំណុចទី5ការផឹកកាហ្វេច្រើនខ្លាំងពេកអាចរំខានទៅដល់ដំណេកនៅពេលយប់របស់បងប្អូនធ្វើឲ្យគេងអត់ស្ងប់រវើរវាយហើយធ្វើឲ្យបងប្អូនទាំងអស់គ្នាបាក់កម្លាំងដូច្នេះតែកាលណាតែបាក់កម្លាំងគេងបានគ្រប់គ្រាន់សូម្បីតែសម្រស់របស់បងប្អូនក៏មើលទៅគឺអត់ស្អាតទេគឺសម្រស់របស់យើងប្រកាសជាស្លេកស្លក់ស្លាំងហើយមើលទៅគឺសម្រស់របស់យើងប្រកាសជាថមថយហើយអញ្ចឹងយើងត្រឡប់មកវិញចង់បញ្ជាក់ថាសារធាតុរបស់កាហ្វេអ៊ីនគឺអត់ធ្វើឲ្យស្បែករបស់បងប្អូនខ្មៅទេប៉ុន្តែវាអាចនឹងធ្វើឲ្យស្បែកបងប្អូនស្អាតនិងស្រស់ថ្លាករណីដែលបងប្អូនញ៉ាំកាហ្វេហើយគឺបងប្អូនញ៉ាំទឹកបានតិចតួចពីព្រោះទឹកគឺជាផ្នែកមួយដែលជួយទៅកាន់រាងកាយរបស់យើងមិនត្រឹមតែជួយឲ្យស្បែករបស់យើងស្រស់ថ្លាទេជួយបណ្ដេញជាតិពុលចេញពីរាងកាយរបស់យើងផងដែរអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្ណឹងរកចម្ងល់ផ្សេងៗបងប្អូនទាំងអស់គ្នាអាចសួរនៅខាងក្រោម comment បាន